នាងឧមាតន្តីធ្វើបន់ប្រាថ្នាឲ្យជាតិក្រួយស្អាតដាច់គេក៏កើតមកស្អាតដាច់គេមែនទៅប្របាទច័ន្ទនៅបញ្ជូតដាក់ចង្ហាន់លោកប្រាថ្នាឲ្យជាតិក្រួយមានកម្លាំងខ្លាំងមានយានជំនិះសឹកទៅលឿនមានដូចចិត្តមែនធនកៈសេដ្ឋីធ្វើបន់ឲ្យប្រាថ្នាថាជាតិក្រួយមានទ្រព្យសម្បត្តិច្រើនហើយកុំឲ្យនរណាលួចយកបានឯសោះក៏កើតមកមានដូចចិត្តមែនអញ្ចឹងទៅនេះឯងហើយជាប់សេចក្តីប្រាថ្នាខាងល្អអ្នកខ្លះខាងអាក្រក់លួចយកលុយគេហេរត់អីចឹងទៅលួចទ្រព្យសម្បត្តិគេរត់ទៅមនុស្សនឹងក៏ត្រូវកើតមកវិញដើម្បីរកទ្រព្យសម្បត្តិទុកឲ្យគេលួចវិញឬក៏មកបង្រើគេដើម្បីលួសយកទ្រព្យសម្បត្តិនឹងឲ្យរួចថ្លៃទ្រព្យសម្បត្តិគេនឹងដូច្នេះបឋមជនមានកម្មត្រូវកើតទៀតប៉ុន្តែមិនដឹងកើតជាអីបានលោកថាបឋមជនយើងនេះណាស្លាប់ទៅត្រូវតែកើតទៀតណានាមានបុណ្យខ្លាំងទៅកើតឋានសួគ៌ទេវលោកណានាមានបាបខ្លាំងក៏ទៅនរកប្រែតប៉ុន្តែមនុស្សយើងបើមានអារម្មណ៍ជាប់ជំពាក់យ៉ាងម៉េចញោមរៀបស្លាប់ទៅនៅអាឡោះអាឡៃកូនអាឡោះអាឡៃចៅអាឡោះអាឡៃផ្ទះសម្បែងកន្លែងឋានទ្រព្យសម្បត្តិមនុស្សនេះអត់ទាន់ទៅកើតឯណាទេនៅកើតបដោះអាសន្នក្បែរយើងនឹងឯងញោមគេហៅថាសម្ពវេសីសៈកំណើតនេះហើយដែលញោមញាតិមួយចំនួនថាបលឹងម៉ែបលឹងឪមកបង្ហាញមកបញ្យល់សពប្រាប់ថាអញឃើញគេធ្វើបុណ្យឲ្យអញឃើញគេហែសពហើយយើងថាបលឹងគាត់មកបញ្យល់សពមកប្រាប់មិនមែនបលឹងទេនេះហើយជាកំណើតសម្ពវេសីសៈកំណើតដែលស្លាប់ទៅហើយគឺកើតបដោះអាសន្ន7ថ្ងៃមនុស្សនេះណាញោមដល់ថ្ងៃទី7តដំណើរទៅមុខទៀតម្ល៉េះហើយបានគេនាំគ្នាបង្កើតកម្មវិធីបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ7ថ្ងៃរឿងបែកផោះតាំងមកពីទេសភិក្ខុបានជាពរថ្មីហើយមិនហ៊ានប្រើចិត្តទុកខ្លាចកាចាស់ដល់តែខ្លួនស្លាប់ទៅអារម្មណ៍ជាប់នឹងជាពរហ្នឹងមកកើតជាចៃខ្មោតតោងនៅនឹងជាពរហ្នឹងហើយដោយឆ្នេះទៅក៏ស្ដាយជាពរហ្នឹងភិក្ខុសង្ឃយកជាពរចៃគ្នាចៃហ្នឹងវាស្រែកថាចោលទៅដើមជាពរខ្ញុំហើយភិក្ខុសង្ឃស្ដាប់មិនលឺណាពុទ្ធទ្រង់ញៀនដឹងខាត់ភិក្ខុសង្ឃកម្រាលឲ្យចែកគ្នាឲ្យទុកកន្លង7ថ្ងៃសិនបានកន្លង7ថ្ងៃទៅបានចែកគ្នាបានព្រះអង្គដាក់បញ្ញត្តិមួយថារបស់ភិក្ខុសង្ឃចង់ឲ្យទៅនរណាឲ្យកាលនៅរស់ហើយទៅសគត់ទៅคล้ายទៅជារបស់សង្ឃទាំងអស់លះហុភ័ណ្ឌសង្ឃចែកគ្នាទៅបើករុភ័ណ្ឌទុកជាសម្បត្តិសង្ឃប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លង7ថ្ងៃសិនហេតុអីព្រោះលោកដឹងពីដំណើររបស់មនុស្សដែលស្លាប់ទៅអ្នកខ្លះអត់ទាន់ទៅចាប់កំណើតកើតឯណាទេកើតនៅក្បែរនឹង7ថ្ងៃដល់ថ្ងៃទី7បានតទៅទៀតបានគេធ្វើបុណ្យឲ្យតដល់ថ្ងៃទី7ហ្នឹងរឿងនេះហើយកាលពីសម័យពុទ្ធកាលមានប្តីប្រពន្ធ2នាក់ហ្នឹងមានកូន4ដល់10នាក់ហើយគាត់នឹងស្រឡាញ់កូនថ្នាក់ថ្នមកូនរៀបការចែកទ្រព្យសម្បត្តិឲ្យកូនក៏ប៉ុន្តែរៀបមិនទាន់អស់ចែកមិនទាន់អស់គាត់ក៏ដល់ពេលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់នឹងកូនគាត់អត់បានទៅកើតឯណាទេគាត់កើតបដោះអាសន្ននៅក្បែរផ្ទះហ្នឹងក្បែរភូមិហ្នឹងកំពុងតែអត់ចំណីអាហារកូនអត់ដឹងនាំតែគ្នាយំហើយក៏ត្រាស់ទៅដល់ថ្ងៃទី6នៅតែបែកកំណត់ស្វាងយំបបួលបងប្អូនធ្វើបន់ឲ្យពុកម្ដាយយើងធ្វើរួចស្រេចឧទ្ទិសអីតាមបែបអាចារ្យដូចយើងធ្វើអញ្ចឹងទៅរួចទៅចប់បន់ទៅក៏ចង់ដឹងច្បាស់នាំបងប្អូនទៅវត្តសម័យនោះព្រះអង្គនៅគង់នៅតោះយើងទៅសួរព្រះមើលបបិទ្ធព្រះអង្គដោយចម្រើនឪពុកខ្ញុំព្រះអង្គស្លាប់ទៅហ្នឹងគាត់ទៅកើតឯណាម្ដាយខ្ញុំព្រះអង្គទៅកើតឯណារួចចុះបន់ខ្ញុំធ្វើទៅហ្នឹងគាត់បានទទួលអីអត់ព្រោះធ្លាប់ឮតំណែងមានស្ដេចមានកហបតីមន្ត្រីអ្នកតូចអ្នកធំគេធ្វើបន់ឧទ្ទិសឲ្យញាតិគេឮថាបានលន់ឥឡូវគាត់ចង់ឧទ្ទិសឲ្យម្ដាយគាត់ដែរថាវាបានអីអត់ពុទ្ធទ្រង់ញាតិដឹងផ្លែតអូរឿងនេះសំខាន់វាជាប្រយោជន៍មួយសម្រាប់មនុស្សក្នុងពេលអនាគតយកគំរូតាមដែរព្រះអង្គក៏សម្ដែងថាអ្នកទាំងឡាយឪពុកម្ដាយអ្នកទាំងឡាយកាលរៀបស្លាប់ទៅអារម្មណ៍គាត់អត់ស្ងប់អាឡ័យគិតពីកូនគិតពីចៅទ្រព្យសម្បត្តិអីចឹងទៅគាត់ស្លាប់ទៅគាត់កើតកំណើតបដោះអាសន្នដែលយើងនិយមថាកំណើតប្រែតហ្នឹងណាប៉ុន្តែជាសម្ពវេសីសៈកំណើតព្រោះប្រែតក្នុងទីនេះមិនមែនអាក្រក់ទាំងអស់ទេគឺប្រែថាអ្នកដែលស្លាប់ទៅហើយកើតថ្មីទៀតគេហៅថាបេតបុគ្គលសង្សក្រឹតថាប្រែតហ្នឹងឯងអ្នកទាំងអស់គ្នាឪពុកម្ដាយអ្នកទាំងអស់គ្នាស្លាប់ទៅកើតក្នុងកំណើតនេះអត់ចំណីអាហារអស់7ថ្ងៃកំពុងតែមានទុក្ខលំបាកដោយសេចក្តីស្រេកឃ្លានឧបដិកកំណើតគឺកើតភ្លាមមិនពេចហ្មងអត់មានពរផ្ទៃដូចយើងទេប៉ុន្តែឥឡូវហ្នឹងអ្នកនោះសំណាងហើយកាលពីថ្ងៃទី7ហ្នឹងកូននាំគ្នាធ្វើបុណ្យឧទ្ទិសទៅឲ្យឥឡូវគាត់ទទួលផលបុណ្យពីកូនហ្នឹងគាត់ផុតពីកំណើតអន់ហ្នឹងអស់គាត់ទៅកើតឋានសួគ៌ទាំងអស់គ្នាសោយសម្បត្តិទឹកដោយសារបុណ្យកូនធ្វើឲ្យហ្នឹងហើយព្រះអង្គសម្ដែងអញ្ចឹងទៅដូចជាមានតែមួយអង្គឯងអត់មានសាក្សីព្រះអង្គយកសាវកដែលជាអ្នកសម្រេចធម៌អរហន្តទាំងអស់ជាសាក្សីពេលនោះឯងព្រះអង្គប្រើមោគលានឲ្យទៅមើលមោគលានចេញវឹងបាត់ពីនេះទៅដល់ឈប់នៅមុខវិមានឋានទេវបុត្រទេវធីតាទាំងហ្នឹងទេវបុត្រទេវធីតាចេញមកសួរថាលោកម្ចាស់នេះមុនមកពីណាថាចម្រើនពរអាត្មាមកពីស្រុកមនុស្សលោកម្ចាស់ហើយខ្ញុំកណាផ្ដាំទៅផងប្រាប់កូនខ្ញុំកណាផងកាលពីស្លាប់មកដំបងអត់ដឹងកោះត្រៅយ៉ាងណាទេអត់ចំណីអាហារលំបាកវេទនាអស់7ថ្ងៃកំពុងតែមានសេចក្តីស្រេកឃ្លានកំពុងតែមានសេចក្តីលំបាកស្រាប់តែកូនធ្វើបុណ្យមកឲ្យឥឡូវទទួលផលបុណ្យពីកូននឹងហើយបានសោយសម្បត្តិទឹកជាទេវបុត្រទេវធីតាដូច្នេះ
សូមឲ្យលោកម្ចាស់ទៅប្រាប់ដល់កូនខ្ញុំកណាផងថាប៉ុនដែលកូនធ្វើពុកបានទទួលហើយម៉ែបានទទួលហើយសូមឲ្យកូនស្រឡាញ់គ្នារាប់អានគ្នាថែអាសាគ្នាសេចក្តីស្លាប់នឹងមានពិតប្រកបក្នុងពេលខាងមុខទោះបីម្ដាយឪពុកជាទីស្រឡាញ់របស់អ្នកទាំងឡាយមានថ្នាំមកជួយការពារថ្នាំទឹកយ៉ាងណាក៏ម្ដាយឪពុកនឹងបាត់ពីរង្វង់ភ្នែករបស់អ្នកទាំងអស់គ្នាសល់ត្រឹមតែទឹកភ្នែកសោកស្ដាយទាំងអស់តែប៉ុណ្ណោះហើយចុះតម្រាំអ្នកទាំងអស់គ្នាក៏នឹងត្រូវបែកព្រាត់ប្រាសដែរបើអញ្ចឹងមានតែសេចក្តីល្អទេឲ្យកូនខំធ្វើល្អឡើងមកកលៀនចុះត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់កូនដែលកំពុងតែអង្គុយចាំស្ដាប់ព័ត៌មាននឹងមុខព្រះមកកលៀនប្រាប់ថាប៉ុនហ្នឹងម្ដាយឪពុកបានទទួលសោយសម្បត្តិទឹកអស់ហើយគាត់ផ្ដាំមកឲ្យកូនខំធ្វើល្អស្រឡាញ់បងប្អូនស្រឡាញ់គ្នាអ្នកទាំងនោះត្រេកអររំភើបរីករាយថ្វាយអង្គមព្រះត្រឡប់ទៅផ្ទះវិញរៀងខ្លួនដោយសេចក្តីត្រេកអរថាយើងបានចំណាយលុយធ្វើបុណ្យបានដល់ឪពុកបានដល់ម្ដាយយើងមែនម្ល៉េះហើយញោមមកចាប់ពីពេលនោះមកក៏មានប្រវត្តិការធ្វើបុណ្យ7ថ្ងៃនេះជាហោហែទល់ដល់សពថ្ងៃហ្នឹងអញ្ចឹងទៅណាញោមតាមពិតមិនមែនព្រះអង្គនឹងបញ្ជាឬក៏ដាក់កំណត់ថាអ្នកឯងត្រូវតែធ្វើបុណ្យ7ថ្ងៃអត់ទេមកពីយើងសិក្សាឃើញរឿងហ្នឹងគេធ្វើបានអញ្ចឹងក៏ធ្វើតាមទៅជាប់មករហូតមួយទៀតស្ត្រីម្នាក់ដែលមានប្តីជាទីស្រឡាញ់ទៅរកស៊ីឆ្ងាយប្តីនោះត្រឡប់មកវិញទៅក៏បាននាំប្តីទៅងូតទឹកស្រះហើយប្តីនោះក៏ខ្យល់កោស្លាប់នឹងទឹកស្រះនឹងទៅដោយសេចក្តីស្រឡាញ់មុននឹងស្លាប់ទៅប្រពន្ធនឹងច្រៀងឆ្លងឆ្លើយប្តីថាប្រពន្ធអញច្រៀងសម្លេងដូចហ៊ីងហើយដូចហ៊ីងដល់តែប្តីនឹងស្លាប់ទៅក៏បានឧបដិកកើតកំណើតជាកូនហ៊ីងនៅមាត់ស្រះនឹងហើយនាងនេះយំសោកស្ដាយប្តីក៏ទៅសួរព្រះអរិយបុគ្គលមានព្រះសិរីបុត្រជាដើមថាប្តីខ្ញុំស្លាប់ទៅតែគាត់ទៅកើតឯណាលោកទ្រង់ញៀនដឹងថាអូនាងប្តីនាងកាលពីរៀបស្លាប់ថាសម្លេងនាងច្រៀងដូចហ៊ីងឥឡូវកើតជាកូនហ៊ីងនោះនៅមាត់ស្រះនោះប្រហែលជានាងមិនជឿទេបើចឹងនាំគ្នាទៅមើលក៏នាំនាងនឹងមកដល់មាត់ស្រះកូនហ៊ីងតូចលោតតោងខ្នងជើងនាងនឹងបានលោកប្រាប់ថានឹងហើយប្តីនាងនឹងយំសោកស្ដាយបានលោកប្រាប់ថានាងកុំយំគ្នាកើតនេះកើតបដោះអាសន្នទេមិនយូរទេតែបន្តិចទៀតនឹងស្លាប់ពីហ៊ីងនេះទៅទៀតណាបើនាងពិតជាស្រឡាញ់ប្តីមែនសូមធ្វើបុណ្យឧទ្ទិសឲ្យទៅហ៊ីងនេះនឹងទទួលផលបុណ្យនេះទៅកើតក្នុងឋានសួគ៌ឬក៏មកកើតជាមនុស្សនាងត្រឡប់មកដល់ផ្ទះវិញខំធ្វើបុណ្យឧទ្ទិសទៅដូចញោមញាតិធ្វើអញ្ចឹងមិនយូរប្រមាណប្តីដែលកើតជាហ៊ីងនោះក៏ស្លាប់ពីហ៊ីងទទួលយកកុសលផលបុណ្យនេះទៅកើតក្នុងឋានសួគ៌ប្រពន្ធឯនេះរស់នៅជាមនុស្សសុខសប្បាយស្លាប់ទៅក៏ទៅកើតឋានសួគ៌ជួបគ្នាជាប្តីប្រពន្ធសុខសប្បាយឯណងទៀតទៅណាញោមណាវាមានរឿងរ៉ាវហូរហែមកអញ្ចឹងបានគេធ្វើបុណ្យ7ថ្ងៃនេះតាមបែបពុទ្ធសាសនាយើងប៉ុន្តែនៅលើទឹកដីខ្មែរយើងនេះហ្នឹងវាមាន3ជំនាន់មកហើយជំនាន់យើងកាន់សាសនាដើមសាសនាវប្បធម៌អូស្ត្រូអាស៊ីតិចឬហៅថាអូស្ត្រូអាស៊ីឬក៏អ្នកខ្លះហៅថាសាសនាជីវចលគឺគេមានជំនឿមួយថាមនុស្សស្លាប់ទៅអត់ទាន់ដឹងខ្លួនទេថ្ងៃទី7បានដឹងខ្លួនមកឃើញគេហៅគេអត់ស្ដីរចាប់របស់ខ្លួនឯងយកមិនបានយំសោកស្ដាយថាអញស្លាប់ហើយដឹងខ្លួនម្លោះហើយទៅក៏បានលាភពលាជាតិកំណើតទៅកើតថ្មីទៀតទៅគេក៏រៀបចំសំណែនសែនពេលថ្ងៃទី7ហ្នឹងគេយល់ថាអ្នកស្លាប់ទៅដឹងខ្លួនអានេះរឿងមានតាំងពីមុនសម័យព្រះគេជឿអញ្ចឹងបន្ទាប់មកទៀតគេកាន់ពុទ្ធនៃកាន់ព្រហ្មញ្ញសាសនាប្រទេសយើងកាន់ព្រហ្មញ្ញសាសនាគេនិយាយផលិតធិពលឹងមានគម្ពីរសាមវេទយុជ្ជវេទអដ្ឋរវវេទគម្ពីរឧបនិស្សតពៈយោគៈរាត្រីអីសពយ៉ាងមកស្រាប់តែនិយាយពីលទ្ធិពលឹងគេថាមនុស្សម្នាក់ហ្នឹងមានពលឹង9ដណ្ដប់មានអ្នករសាពលឹង4នាក់ទៀតចាំជួយឲ្យតំណែងមកតាមរយៈញាក់មុខញាក់មាត់ញាក់ភ្នែកញាក់ដៃញាក់ជើងនិងប្រភ្នូលផ្សេងនឹងយល់សពយើងដឹងរឿងញាក់ភ្នែកទៅដឹងរឿងកើតខែតអាក្រក់ល្អមុនអ្នកខ្លះចំណាំញាក់ភ្នែកស្ដាំមានលៀបញាក់ភ្នែកឆ្វេងមានរឿងញាក់ដៃញាក់ជើងគេបបួលដើរលេងមានភ្ញៀវញាក់មាត់បានមហូបឆ្ងាញ់ញាក់មាត់ឆ្វេងខាងក្រោមឆ្លោះគ្នាអីចឹងទៅហើយមិនក៏បានដឹងថាញាក់ហ្នឹងវាមានរឿងថាមកពីអ្នករសាពលឹងគេប្រាប់មនុស្សយើងគេដាក់មកប្រវត្តិសាស្ត្រនៅលើបាតដៃមកខុសគ្នាទាំងអស់មកពិភពលោកជាយន្តហោះគេលែងយកឈ្មោះជាធំឲ្យយើងទៅឲ្យតែស្កែនបាតដៃត្រូវព្រោះឈ្មោះដូចគ្នាមុខអាចដូចគ្នាប៉ុន្តែកាយដៃអត់ដូចគ្នាសោះគេថាប្រវត្តិសាស្ត្រចាលើដៃទាំងអស់ប៉ុន្តែយើងអត់ចេះបកប្រែបើយើងចេះបកប្រែដឹងពីប្រវត្តិមនុស្សម្នាក់នៅលើបាតដៃអូវែងឆ្ងាយណាស់ប៉ុន្តែពួកព្រាហ្មណ៍គេថាអញ្ចេះពលឹងទាំងអស់មាន19ហ្នឹងពលឹងខ្លះចេញមុនថ្ងៃស្លាប់ដល់ថ្ងៃស្លាប់ចេញពលឹងធំទៅនៅសល់ពលឹងតូចអត់តាន់ទៅពលឹងតូចនឹងនាំគ្នាទៅថ្ងៃទី7ហ្នឹងម្ល៉េះហើយអ្នកកាន់សាសនាព្រាហ្មណ៍គេរៀបចំសំណែនសែនព្រាហ្មណ៍ថ្ងៃទី7ហ្នឹងគេថាជូនដំណើរពលឹងហ្នឹងឲ្យទៅជួបគ្នាដើម្បីកើតកំណើតថ្មីនេះមួយដែរទៅបានពុទ្ធសាសនាយើងផ្សាយចូលមកទៅលោកអត់និយាយពីលទ្ធិពលឹងទេគឺលោកពិចារណាឃើញអំពីការកើតនិងស្លាប់របស់មនុស្សយើងគឺអញ្ចឹងឥឡូវនិយាយពីតួនាទីវិញម្ដងយើងជាកូនចៅបានបំពេញសេចក្តីល្អហើយស្ដាប់ញោមញាតិជាម្ចាស់បុណ្យគាត់រៀបរាប់ក្នុងមួយជីវិតដែលគាត់ខិតខំថែរក្សាចិញ្ចឹមបីបាច់លោកឪពុកប្រកបដោយកលងធម៌រហូតដល់តែពេលនេះគាត់អនិច្ចធម្មទៅក៏នាំគ្នាធ្វើបុណ្យជូនទៅទៀតនេះតួនាទីជាកូនល្អហើយយើងមិនបាច់សម្លឹងគិតឃើញថាការធ្វើបុណ្យនេះបានដល់គាត់ឬក៏មិនបានអីគឺមិនដឹងទេគឺសំខាន់បានក៏ដោយមិនបានក៏ដោយឃើញដោយភ្នែកក៏ដោយមិនឃើញក៏ដោយត្រូវតែធ្វើពីព្រោះវាជាតួនាទីរបស់កូន
ប្រពុតលោកសំដែងតួនាទីរបស់កូននឹងឯងមាន5យ៉ាងព្រះអង្គប្រពនឹងបរោះម្នាក់នោះនៅក្នុងសេចក្ដីលេខកសូត្រអត់ដឹងទេញោមមកឪពុកផ្ដាំកូនអើយអត់ពីពុកទៅកូនឯងថ្វាយអង្គមទិសទាំង6ណាកូនបាទពុកស្រាប់តែឪពុកស្លាប់ទៅមែនអត់ធ្វើបន់ឲ្យទៅថ្វាយអង្គមទិសមែនព្រលឹមឡើងចេញទៅក្រៅភូមិថ្វាយអង្គមពីលិចពីកើតពីជាងពីត្បូងរាល់ថ្ងៃបានព្រះអង្គយាងមកបំភ្លឺព្រះអង្គយាងមកសួរថាមាននប់ណែឯងធ្វើអីមានសក់មានមុខទៅទឹកជោគឯនោះថាខ្ញុំរាប់អានពីឪពុកកាលនៅរស់ផ្ដាំនៅខ្ញុំថ្វាយអង្គមទិសឥឡូវគាត់ស្លាប់ហើយខ្ញុំថ្វាយអង្គមទិសតាមបានព្រះអង្គប្រាប់មនាលមាននប់មិនមែនអញ្ចឹងទេមានន័យថាឪពុកស្លាប់ទៅមែនបើកូនកាន់ធម៌ទាំង6បានកូននឹងឯងដូចឪពុកអត់ស្លាប់ទេដូចឪពុកនៅតែជាមួយកូនរហូតប៉ុន្តែបើកូនកាន់ធម៌ទាំង6នឹងមិនបានទេគឺបាត់បង់ហិនហោចអស់ទ្រព្យសម្បត្តិដូចឆ្ងាយពីឪពុកអញ្ចឹងគឺកុំឲ្យកូនប្រព្រឹត្តអភិញាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតព្រះអង្គក៏សម្ដែងទោសឲ្យស្ដាប់ចប់សពគ្រប់ទៅព្រះអង្គថាបើកូនណាប្រព្រឹត្តធម៌ទាំង6យ៉ាងនេះហើយទ្រព្យសម្បត្តិវិនាសហិនហោចឆ្លោះទាស់បងប្អូនកើតជំងឺជន់ដានជើងចោលឬក៏ទៅជាបាត់បង់ទ្រព្យសម្បត្តិវិនាសផ្សេងហើយបើកូនណាថែរក្សាធម៌6នេះដោយមិនប្រព្រឹត្តខុសទាំង6យ៉ាងនេះឪពុកម្ដាយស្លាប់ទៅមែនដូចអត់ស្លាប់ទេដូចឪពុកនៅតែជួយថែកូនកូននឹងគ្រួសារនឹងរីកចម្រុងចម្រើនអញ្ចឹងបានព្រះអង្គថាមនាលមាននប់គេរាប់អញ្ចេះទិសទាំង6ទិសខាងកើតគឺទិសមេត្តាបៃតាទិសខាងត្បូងទិសគ្រូអាចារ្យទិសខាងលិចទិសបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ទិសខាងលើសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសកម្មករថ្វាយអង្គមទិសទាំង6គឺអនុគ្រោះដល់មនុស្ស6ក្រុមថ្វាយអង្គមទិសខាងកើតទិសម៉ែទិសឪមានន័យថាបើម៉ែឪនៅរស់ចិញ្ចឹមគាត់ហើយបើគាត់ស្លាប់ទៅគេឲ្យធ្វើបន់ឲ្យគាត់តាមិនមែនមកថ្វាយអង្គមមែនតែនអញ្ចឹងឯណាថាតោនេសង្ឃរេសាមិម៉ែឪពីតូចយើងនៅពីតូចគាត់ចាំយើងអ្វីដែលយើងមានបានថ្ងៃនេះគឺគាត់អ្នកឲ្យមកទាំងអស់ដោយសារគាត់ឲ្យមកមានគាត់បានមានយើងនឹងអញ្ចឹងដល់គាត់ចាស់យើងចាំគាត់វិញនេះមួយកិច្ចចាំងនេសង្ឃរេសាមិគាត់ចាស់ហើយយើងនាំគ្នាមកជួយបំពេញកិច្ចការងារផ្សេងជំនួសគាត់នេះពីរទី3ក៏រវាងសង្ឃតបេសាមិថែរក្សាពូជពងវងតកូលគាត់កុំឲ្យធ្លាក់ចុះគាត់ធ្លាប់គោរពកម្មជឿអាម៉េចធ្វើតាមទៅទី4គេហៅថាទាយាចាំងបដិបច្ជាមិប្រតិបត្តិជាអ្នកទទួលយកមរតកពីគាត់ញោមហើយកុំឲ្យបំផ្លិចបំផ្លាញអនុស្សាវរីយ៍គាត់ឯទី5នេះទី4មិញនេះបើមេត្តាបៃតានៅរស់ហើយចុះបើគាត់ស្លាប់ហើយតក្ខិណងអនុបតិសតិតក្ខិណងអនុបតិសាមិឲ្យកូនធ្វើបន់តក្ខិណអនុបតិនៅទៅឲ្យអញ្ចឹងមានន័យថាបើម៉ែឪនៅរស់ជូនបាយទឹកនំចំណីចាំគាត់ហើយបើគាត់ស្លាប់ទៅគេឲ្យធ្វើបន់ទៅឲ្យឯងអត់ដឹងក៏មកទៅថ្វាយអង្គមមែនតែនណែអញ្ចឹងបានចាស់កូនចៅណាមិនដឹងគុណម៉ែមិនដឹងគុណអីគេជេរអាមិនដឹងទិសអាមិនដឹងតំបន់ហ្នឹងអាមិនដឹងទិសគឺមិនដឹងទិសអញ្ចឹងទិសខាងកើតនេះថ្វាយអង្គមទិសខាងកើតគឺទិសម៉ែឪគឺធ្វើអញ្ចឹងបានបរោះនោះភ្ញាក់ខ្លួនព្រឹតអញឪពុកស្លាប់ទៅអត់បានធ្វើបន់ឲ្យគាត់បន្តិចសោះគិតតែពីថ្វាយអង្គមមែនតែនបានព្រះអង្គបំភ្លឺប្រាប់នឹងបានគេនាំគ្នាចេះធ្វើបន់ទិសខាងត្បូងគ្រូអាចារ្យក៏ដូចគ្នារៀនមានចំណេះពីគ្រូណាមកនឹកដល់គ្រូនោះបើគាត់ស្លាប់ទៅធ្វើបន់ជូនគាត់ទិសខាងលិចក៏អញ្ចឹងបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ធ្លាប់ជាមិត្តបើនៅរស់ជួយតាមរស់បើស្លាប់ហើយអនុគ្រោះតាមបែបស្លាប់ទិសខាងលើជាសាមណៈព្រាហ្មណ៍គោរពដូចចឹងដែរទិសខាងក្រោមទិសកម្មករក៏ដូចគ្នាចឹងដែរអនុគ្រោះតាមរស់តាមស្លាប់ដោយសារព្រះអង្គបំភ្លឺនេះតួនាទីកូនញោមណាកូនណាកាន់បានតួនាទីប៉ុណ្ណេះជាកូនល្អអញ្ចឹងយើងសពថ្ងៃកំពុងតែដើរត្រូវហើយកាលពីម៉ែឪនៅរស់យើងចិញ្ចឹមទំនុកបំរុងគាត់ប៉ុន្តែឥឡូវអត់ពីគាត់ទៅយើងក៏ធ្វើបន់ជូនគាត់ឲ្យទិសទៅនឹងជាកូនល្អហើយសូមបញ្ជាក់ប្រាប់ថាកូនមិនច្យុតកូនល្អកូនកតញ្ញូកូនដែលប្រកបដោយកលងធម៌គឺកូនអាយុថ្លៃបុរាណហៅកូនមិនច្យុតកូននេះមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរដោយសារអីដោយសារកូននឹងមានធម៌កតញ្ញូកូនមិនច្យុតគឺកូនអាយុវែងមិនងាយស្លាប់តៃហោងសំដៅទៅលើកូនណាមានធម៌6យ៉ាងណាញោមទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺពេលគាត់ឈឺទី4កូនណាធ្វើបន់ជូនគាត់ពេលគាត់ស្លាប់ធ្វើបន់សពជូនគាត់ទី5កូនណារៀបចំទីកន្លែងតម្កល់អធិធិអធិគុណរបស់គាត់ឲ្យសមគួរដូចជាដាក់កោតដាក់ចេតិយដាក់កន្លែងណាទី6កូនណានៅតែនឹកឃើញគុណឪពុកម្ដាយចេះតែធ្វើបន់ឲ្យរឿយទៅប៉ុណ្ណេះគេហៅកូនមានធម៌កតញ្ញូហើយកូនណាមានធម៌ប៉ុណ្ណេះគឺកូននឹងទេវតាតាមថែអាសាសូម្បីប្រអិនលើកដៃស្ពះរះពីលើចុះក្រោមរៀបចេញដំណើរទៅណាមកណានាតល័យទេវបុត្រឃើញសួរថាព្រះអង្គស្ពះណាថ្វាយគុំណាប្រអិនថាអ្នកណាជាមនុស្សដឹងគុណឪពុកដឹងគុណម្ដាយថ្វាយគុំណានោះហើយដូច្នេះប្រអិនជាស្ដេចទេវតាមកថ្វាយអង្គមយើងរឿងអីទេវតាតូចតាចកូនចៅប្រអិនថ្វាយអង្គមតាមលន់បានជាមនុស្សនឹងអាយុថ្លៃមកពីទេវតាគ្រប់កន្លែងតាមថែអាសាពពុទ្ធត្រាស់ដឹងឡើងព្រះអង្គសម្ដែងថាយោមាតរੰបិតរੰវាមកចោធមេនបោសតិទេវាបិណੰតិកចន្តិមេតាបេតិបរੰដរੰកូនប្រុសស្រីណា
ដែលចាំមេដាបៃតាប្រកបដោយធម៌កតញ្ញូប៉ុណ្ណេះទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះគេតម្លើងស័ក្តិជួបតែនឹងព្រះប្រទះតែនឹងធម៌ជួបតែអ្នកល្អជួបតែសត្វបរោះទេវតានៅគ្រប់តំបន់នោះថែអាសាកូននឹងឲ្យបានអាយុថ្លៃដោយតួអង្គពពុរិស័ទកើតជាតិណានាទៅរស៊ីចាំមេដាបៃតាទោះបីគេមានឧបសគ្គគ្រោះថ្នាក់លិចទុកលិចសពើគេស្លាប់ប្រងព្រាតព្រះអង្គមិនងាយស្លាប់ទេរស់មករហូតកើតជាមហាជំនួសគេលិចសពើស្លាប់ព្រះអង្គក៏ទេវតាជួយមករស់កើតជាសវណ្ណសាមគេបាញ់ត្រូវឲ្យទេវតាចេញមុខមកជួយឲ្យរស់កើតជារតនបច្ចុតយៈប្រងចាប់ស៊ីឲ្យប្រអិនចេញមកជួយឲ្យរស់កើតជាតិណាក៏ដោយជាសត្វជាតិធាតុដឹងតែមានទេវតាជួយលោតបានលោកដឹងថាអានឹងមកពីធម៌កតញ្ញូអ្នកណាទំនុកបំរុងព្រះលើផ្ទះនេះឲ្យសុខសប្បាយគ្រួសារនឹងរស់ស៊ីមានបានសុខសាន្តសប្បាយអ្នកណាធ្វើឲ្យព្រះនៅលើផ្ទះនេះក្តៅក្រហាយគ្រួសារនោះនឹងជួបរឿងក្តៅក្រហាយណាញោមអ្នកណាមិនដឹងគុណឪពុកមិនដឹងគុណម្ដាយចាំមើលដល់មានកូនកូននឹងធ្វើបាបយើងឲ្យទឹកភ្នែកវិញដែរកូននឹងធ្វើបាបចៅនឹងធ្វើបាបយើងដោយអាជាតិទៅសត្រូវសម្រាប់ប្របីតាឯងធ្វើបាបប្របីតាឯងឲ្យគេអាបាតជើងវះអង្គន់ឲ្យដាក់គុកងឹតឲ្យឆ្អើភ្លើងទៀតឲ្យលាបអំបិលលាបប្រេងល្ងឆ្អើភ្លើងឲ្យប្របីតានឹងស្លាប់យ៉ាងវេទនាក្នុងគុកងឹតដើម្បីយកទ្រព្យសម្បត្តិយករាជសម្បត្តិដល់ទីបំផុតខ្លួនមានកូនទៅដល់កូនធំឆ្អឹងទៅកូនមកសម្រាប់ឪពុកនឹងបន្តយកទ្រព្យសម្បត្តិទៀតញោមមើលអាកូននឹងទៀតមានកូនទៅកូនមកសម្រាប់បន្តទៀតបាននឹកថាអូអ្នកណាធ្វើឲ្យម្ដាយឪពុករងទុក្ខវេទនានេះកម្មពៀខ្លាំងណាស់អញ្ចឹងឲ្យបានព្រះមហាមោគលានលោកអាណិតណាស់ឃើញសេដ្ឋីមួយនោះឈឺចិត្តស្លាប់កូនសបាយឲ្យអញចិត្តស្លាប់ហើយដាក់ដុតគោមួយសិនជប់លៀងតិចទៀតគាត់ស្លាប់ទៅអញបានទ្រព្យសម្បត្តិគាត់មោគលានថាអត់កើតទេកូនធ្វើអញ្ចឹងទីបំផុតកូននឹងទៅនរកប្រែកយ៉ាងវេទនាទ្រព្យសម្បត្តិអត់មានបានចាយប្រមាណទេលោកទៅជួយសិនកុំឲ្យគេយកគំរូតាមហើយឯនោះមិនដែលដាក់ចង្ហាន់លោកមោគលានមកដល់មុខផ្ទះលោកឈរបានបាតគេទៅប្រាប់ថាលោកម្ចាស់លោកមួយអង្គនោះមកបានបាតហ៎លោកឃើញយើងមានដុតគោហ្នឹងកាប់សាច់ម្ដងទៅឲ្យលោកទៅដល់មោគលានអត់យកថាអត់ចង់បានសាច់គោចង់បានដាតសិទ្ធិគេមកប្រាប់ថានេះគេចង់បានដាតលោកម្ចាស់សិទ្ធិនឹងខឹងបងយីលោកនេះចង់បានដាតអញចេញទៅជួបមិនចង់បានដាតយើងតាមពិតចង់និយាយគ្នាតាបានមកនិយាយគ្នាថាយើងមិនត្រូវធ្វើបាបឪពុកទេណែឯងបានជាសេដ្ឋីណែឯងមិនសុខទេណែឯងនឹងរងទុក្ខវេទនាវិនិច្ឆ័យហិនហោចដូច្នេះបានយើងមកខាត់ណែឯងកុំឲ្យធ្វើអាក្រក់ឲ្យសោះហើយសំដែងធម៌ឲ្យស្ដាប់ទៅចូលមកប្រោសសេដ្ឋីនឹងសំដែងធម៌ឲ្យស្ដាប់សេដ្ឋីជាពីជំងឺវិញកូននឹងខឹងហ្មងខឹងមកពីលោកនឹងមកទេបានឪពុកអញជាឪពុកអញចិត្តស្លាប់ហើយហ្នឹងក៏មកលោកនឹងមកទេទៅអញមានកម្លាំងជាវិញខឹងទាំងមោគលានទៀតចងគំនុំជាមួយមោគលានមកដឹកនាំសេដ្ឋីនោះព្រោះមោគលានមានបទពិសោធន៍ខ្លួនឯងធ្លាប់ធ្លាក់នរករាប់រយសែនលានជាតិមកហើយដោយសារធ្វើបាបឪពុកម្ដាយជឿតាមពាក្យប្រពន្ធវិជាតិមុនបានមោគលានដឹងខ្លួនខាត់ឲ្យហើយប្រពុតណារកផ្លូវឃើញញោមព្រះអង្គថាសេចក្តីចម្រើនមហាមង្គលក្នុងក្រុមគ្រួសារទេវតារក12ឆ្នាំអត់ឃើញព្រះអង្គរកឃើញមង្គលមាន38ប្រការក្នុងនោះមង្គលទី11ព្រះអង្គថាគ្រួសារណាមានសុភមង្គលដោយសារមេត្តាបេតឧបដ្ឋានังអេតាមង្គលមុតតមង្គគ្រួសារណាមានធម៌កតញ្ញូទំនុកបំរុងមេត្តាបិតាគ្រួសារនោះឲ្យមានសុភមង្គលព្រះអង្គរកឃើញផ្លូវវិនិច្ឆ័យទៀតផ្លូវវិនិច្ឆ័យទាំងអស់មាន12ផ្លូវតកូនណាឈានជើងដើរទៅវិនិច្ឆ័យហើយវិនិច្ឆ័យនោះមានផ្លូវមួយគាថាទី4លោកថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យនឹងយ៉ាងម៉េចអស់ទ្រព្យអស់លៀបអស់យសអស់ការងារឆ្លោះគ្នាទាស់តែងខ្វែងកំណត់បែកបាក់គ្នាសពបែបយ៉ាងខ្មាស់គេក្នុងសង្គមនឹងឲ្យវិនិច្ឆ័យមកពីធ្វើឲ្យព្រះនៅលើផ្ទះនេះក្តៅក្រហាយដូច្នេះហើយបានជាបុរាណថាតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយបាត់ទៅរូបឪពុកបាត់ទៅប៉ុន្តែគេឈ្មោះឪពុកនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3ប៉ុន្តែតពាំងស្នងអាស័យតឡាអាស័យនឹងជួយការពារតពាំងផងណាញោមបើមិនការពារគេកាច់តពាំងស្លោបាត់អត់បានស្នងអាស័យទេកូនចៅយើងនឹងអញ្ចឹងដែរតឡាជួយអប់រំគ្នាកុំប្រហែសឲ្យសោះកុំធ្វើបាបម៉ែឪឲ្យសោះបាត់ប្រយោជន៍ទេដល់យើងធំទៅកូនយើងធ្វើបាបយើងវិញទេរងទុក្ខរងលំបាកច្រើនណាស់មកហើយដូច្នេះហើយដឹកនាំកូនចៅធ្វើល្អនេះអនាថបណ្ឌកសេដ្ឋីជួលកូនទៅស្ដាប់ធម៌ញោមកូនទៅស្ដាប់យកលុយរាល់ថ្ងៃដល់ពេលចឹងទៅខ្លាចកូនដើរអាក្រក់ថ្ងៃមួយសួរកូនឥឡូវកូនឯងស្ដាប់នឹងចាំដែរអត់ចាំផងគ្រាន់តែស្ដាប់យកលុយឥឡូវកូនឯងស្ដាប់ឲ្យចាំមកគេថាមកពុកថែមលុយបើថារាល់ថ្ងៃ100ឥឡូវឲ្យ1000មែនទេពុកមែនទេទៅស្ដាប់ទៀតលោកទេអញ្ចឹងចាំងាយហ្នឹងបាន1000មកដល់ឲ្យសូត្រមិនចាញ់លោកថាស្រួលអញថាមិនចាញ់សោះបើអញ្ចឹងអត់បានទេស្អែកទៅស្ដាប់ទៀតស្ដាប់យល់ទៅឲ្យចាំទៅស្រាប់ទៅយល់អញខ្វះអីរាល់ថ្ងៃអញខ្វះអីដីមានផ្ទះមានមាសមានពេជ្រមានទ្រព្យសម្បត្តិមានអត់ខ្វះអីទាំងអស់អញខ្វះគុណធម៌ឪពុកឃើញអញខ្វះគុណធម៌តាបើអញអត់មានគុណធម៌នេះទេទ្រព្យសម្បត្តិឪពុកអញអត់ពីគាត់ទៅអញឡើងធ្វើសេដ្ឋីនឹងអាលាយអស់អញ្ចឹងឪពុកឲ្យអញមានគុណធម៌មួយទៀតអញជាមនុស្សល្អក្នុងសង្គមពុកឃើញអញខ្វះគុណធម៌ចង់ឲ្យអញមានគុណធម៌តាបើអញមានគុណធម៌មួយទៀតអញមានគ្រប់យ៉ាងទាំងអស់ស្អីក៏មានដែរព្រោះអត់ខ្វះអីទេឥឡូវនេះលុយកាក់មានហើយវាខ្វះតែគុណធម៌កុំឲ្យអញទៅសែបគប់បងតូចបងធំដើរជាមួយបាបប្រមិតអាក្រក់អង្គបានទាញអញមកស្ដាប់ធម៌ឪពុកអញពិតជាល្អណាស់ត្រឡប់មកដល់ផ្ទះលែងទាលុយថ្វាយគុំឪហ្មងដឹងខ្លួនហើយឪអើយពុកខ្ញុំលែងទាលុយខ្ញុំដឹងខ្ញុំខ្វះគុណធម៌ខ្លាចខ្ញុំទៅដើរខលដើរខូចបង្ហាញបង្ហើយទ្រព្យសម្បត្តិអញ្ចឹងញោមមើលគេហេតុតែគេចង់អប់រំកូនឲ្យល្អសុខចិត្តជួលកូនឲ្យស្ដាប់ធម៌វិសាខាណាញោមទៅដឹកនាំទាំងឪពុកក្មេកទាំងខាងប្តីដែលមិនចេះធ្វើបន់ឲ្យចេះធ្វើបន់បានហើយដឹកនាំមិត្ត
ភ័ក្តិដែលគេគិតតែដើរសប្បាយឲ្យមកធ្វើបុណ្យឲ្យពិចារណាឃើញថាយើងថ្ងៃហ្នឹងកើតមកមានទ្រព្យសម្បត្តិយូរសាក់ស្ដុកស្ដំប៉ុន្តែកុំភ្លេចថាបុណ្យចាស់របស់យើងជួយទេតែអស់បុណ្យនេះទៅយើងនឹងវិលទៅជាអ្នកក្រអ្នកតោយៈលំបាកវិញបើយើងមិនបានសាងបុណ្យថ្មីទេនោះម្ល៉េះហើយពួកមិត្តភ័ក្តិទាំងនោះធ្វើតាមវិសាខារួចចាក់ទុកបានសុខបានចម្រើនលាន់បានគេទៅសាងថាវិសាខាក៏ឆ្លាតជួយដឹកនាំសង្គមចឹងហើយបានជាយើងមានកម្មវិធីបុណ្យចូលចិត្តនិមន្តប្រសង់ទេសនារកអាចារ្យមកបញ្យលធម៌កុំឲ្យយើងចំណាយលុយផងចំណាយពេលវេលាផងហើយចំណាយកម្លាំងហើយស្រាប់តែធ្វើអស់រាប់រយពាន់ដុល្លារខ្មោចឪពុកខ្មោចម្ដាយអត់បានទទួលអីមកពីធ្វើអត់ត្រូវចឹងបានគេស្ដាប់ឲ្យយល់ចុះបើធ្វើត្រូវហ្នឹងអាម៉េចទី1កូនចៅត្រូវចូលប្រគេនផ្ទាល់កុំឲ្យខានទី2កូនចៅរវល់ប៉ុណ្ណាសុំគេមកផ្លែតមកឧទ្ទិសប្រហែលជា5នាទីឬ10នាទីប៉ុណ្ណឹងដែរឧទ្ទិសហើយទៅទី3អ្នកស្លាប់នឹងមកទទួលហើយអញ្ចឹងអាវគ្គសំខាន់នៃតក្កណានុប្រទានមានតែ3ហ្នឹងឯណាគឺទី1កូនចៅរវល់ប៉ុណ្ណាចូលប្រគេនមកផ្លែតសិនប្រគេនឲ្យឧទ្ទិសសឹកខ្លួនឯងទៅហើយអ្នកស្លាប់នឹងបានទទួលហើយបើអ្នកស្លាប់នឹងមិនដឹងទេបានអាចារ្យនឹងចេះតែអំពាវនាវហៅដោយយ៉ាងកេញអ៊ីមនីយាទេវតាទេវាគន្ធវានិវេទយងសូមឧទ្ទិសកុសលឲ្យបានដល់ឲ្យទេវតាជួយនាំតំណែងទៅប្រាប់ឲ្យដល់បុព្វការីជននឹងខ្ញុំណាអញ្ចឹងខ្ញុំយល់តំណែងរវល់ប៉ុណ្ណាឆ្លៀតប្រគេនមកផ្លែតពីព្រោះសម័យមុនពំពិសាធ្វើស្ដេចពំពិសាធ្វើបុណ្យឲ្យអស់មកទន្ទឹកប្រែតមកយំដដែលទៅសួរព្រះថាសម្លេងអីព្រះអង្គថាញាតិរបស់ព្រះអង្គកើតជាប្រែតអត់បានបុណ្យទេបើព្រះអង្គធ្វើបុណ្យឲ្យគ្នានឹងបានចំណីអាហារទឹកនឹងបានទៅកើតជាមនុស្សទេវតាចុះបុណ្យធ្វើមកកណ្ដោះឲ្យមិនក៏មិនទទួលយកមហារាជធ្វើមែនមហារាជអត់បានចូលឧទ្ទិសចូលប្រគេនគ្នាអត់មានសិទ្ធិទទួលយកទេដូចយើងផ្ញើលុយអត់បានប្រាប់លេខកូដឲ្យគេណាញោមណាអញ្ចឹងតើយើងចូលមកដាក់លុយផ្ទាល់ហើយប្រាប់លេខកូដបានគេហ៊ានទទួលបើគេអត់ដឹងលេខកូដផងមិនហ៊ានយកមិនដឹងឧទ្ទិសឲ្យនរណាផងអញ្ចឹងបានគេឲ្យម្ចាស់នឹងចូលមកឧទ្ទិសមកផ្លែតអញ្ចឹងបានពំពិសាត្រឡប់មកវិញធ្វើម្ដងទៀតបានដល់ញាតិទាំងនោះអញ្ចឹងបានថាពីព្រោះអញ្ចេះញោមពីសម័យព្រះមានអ្នកធ្វើបុណ្យមកសន្ធឹកអត់បានអញ្ចឹងដែរសេដ្ឋីមួយនោះកូនចៅធ្វើបុណ្យឯងឡើងភ្ញៀវរាប់ពាន់អ្នកអត់បានបុណ្យដល់ឪពុកនៅតែយំទៅទេមកបង្ហាញដល់ចិត្តសត្រូវថាមិនបានជាយំកូនគេធ្វើបុណ្យហើយប៉ុន្តែគេកាន់សាសនាផ្សេងគេជឿលទ្ធិដតីគេកាន់ទស្សនៈដតីគេគ្មានចូលមកបាំងស្គរមកវេមកដើរមកទៅអីដូច្នេះបុណ្យនឹងឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់បានទទួលអីមិនតិចចាចឹងហើយបានមកប្រាប់ដល់ចិត្តត្រូវធ្វើបុណ្យឲ្យបានគេឲ្យលោកទេសនាគេឲ្យអាចារ្យបញ្យលធម៌ហ្នឹងចំណាយលុយកាក់ជាឲ្យកុំឲ្យវាខាតណាញោមណាឲ្យបានមិនជាយូរទេប្រហែល5នាទីឬ10នាទីបានហើយតែញោមមិនចេញមកទេប្រយ័ត្នតែអាចារ្យយកបុណ្យយើងឲ្យអីគាត់អស់ញោមដឹងដែរអាចារ្យស្រុកគេគាត់សូត្រថាចេះទានសិលខ្ញុំធ្វើឲ្យព្រះគុណឲ្យខ្ញុំសាច់ចាឧទ្ទិសផលនេះណាជូនមេដាបៃតាខ្ញុំមិនមេដាបៃតាណាឯងមេដាបៃតាខ្ញុំអញ្ចឹងណាហើយបើយើងមកជួយសូត្រជាមួយអាចារ្យទៅអាចារ្យនាំផ្លូវមេដាបៃតាយើងទាំងអស់គ្នាហើយតែមិនមកគាត់មេដាបៃតាខ្ញុំទៅគាត់ទៅអស់បនយើងទៅទៀតជូនទៅឲ្យគាត់អស់អញ្ចឹងហើយឥឡូវកូនចៅធ្វើត្រូវហើយអាត្មាត្រេកអររំភើបរីករាយដោយកូនចៅខិតខំធ្វើបនល្អណាស់ញោមណាគ្រួសារណាទំនុកបំរុងមេដាបៃតាឲ្យតិចតិចគ្រួសារនឹងរស់ស៊ីមានបានតិចតិចមានកូនក៏កូនល្អមកកើតជាមួយណាញោមហើយមានមិត្តភក្តិក៏ល្អមានកូនភាសាចៅភាសាក៏ល្អមកកើតជាមួយបើកូនចៅណាមិនសូវដឹងគុណមេដាបៃតាទេបែកម៉ែបែកឪវិជាតិនេះទៅអនាគតទៅរងម៉ែអត់មានបុណ្យម្ដងហើយស្រួលកើតមកក៏យកបោះក្នុងក្នុងសម្រាមហ្មងបើយើងមិនចូលចិត្តម៉ែឲ្យធ្វើបុណ្យណាញោមអញ្ចឹងហើយបានកូនមកក៏កូនធ្វើបាបរងទុករងលំបាកអញ្ចឹងកូនចៅខិតខំធ្វើល្អអញ្ចេះនឹងមានផលមានលៀបមានជ័យទេវតាថែសាការពារសូមឲ្យឧបាសកកែវសូមអូនហៅសាមនៅទីកន្លែងណាទទួលកុសលផលបុណ្យពីបងប្អូនកូនចៅរស់រៀនមានជីវិតនៅចុះហើយបើសិនជាគាត់បានទទួលហើយសោយសម្បត្តិទៅតាមប្រាថ្នាបើគាត់មិនដឹងទេសូមប្តឹងដល់ទេពនិកមកទេផ្ដាអិនព្រមយមយៈណាមានបារមីស័ក្តិសិទ្ធជួយនាំតំណែងនេះទៅប្រាប់ដល់គាត់ឲ្យគាត់ទទួលកុសលផលបុណ្យផងសូមទេវតាអនុមោទនាបុណ្យផងសូមទេវតាជួយថែរក្សាការពារអាយដាមលោកជំទាវអ្នកអុកញ៉ាលោកស្រីពុទ្ធបរិស័ទជាកូនជាចៅផៅសម្ដានព្រៀងរៀនជាភ្ញៀវកិត្តិយសទាំងអស់ហ្នឹងឲ្យរស់នៅឲ្យបានយូរព្រោះអ្នកទាំងនេះរស់នៅបានយូរមានប្រយោជន៍ដល់ជាតិមានប្រយោជន៍ដល់សាសនាមានប្រយោជន៍ដល់សង្គមជាគំរូល្អសម្រាប់មនុស្សជាតិអញ្ចឹងទេវតាគេត្រូវថែមនុស្សបែបហ្នឹងឲ្យរស់នៅបានយូរឲ្យសុខឲ្យសប្បាយសូមឲ្យអ្នកទាំងអស់គ្នារកទទួលទានមានបានកាន់កិច្ចការងារអ្វីជោគជ័យមានន័យក្នុងឆាកជីវិតកុំឲ្យមានសត្រូវតាមចំណែននឹងទាឈ្នះនេះគំនុំគុំគុនព្យាបាទបៀតបៀនចាក់ចុចអុចអាបណ្ដាដល់ពលរដ្ឋពុតចាក់ដល់ចោតគុតប្រកាន់មូលប្រកាច់មើលងាយច្មោកលក់លុយឌឺដងឌៀមដាមផ្ទុញផ្ទល់ផ្ចាញ់ចាស់ល្បីឡើយទៅទីកន្លែងណាមានដេកជះឈ្នះអត់មានសត្រូវរកទទួលទានមានបានហើយម្យ៉ាងទៀតក៏សូមជូនពរជូនជ័យដល់ឯកឧត្តមលោកជំទាវអ្នកអុកញ៉ាពុទ្ធបរិស័ទដែលមិនបានជើញមកគ្រាន់តែចូលចាប់អ្នកផលពីចម្ងាយចូលរួមពីចម្ងាយផ្ញើគេមកក្តីអ្នកជួយតបជួយតែងចាត់ចែងលីសែងលើកទុកលើកដាក់លៀងចានលៀងឆ្នាំងចិត្តបន្លែផ្លែជើប៉ាន់តែងដាំស្លធ្លុកប្រហុកអំបិលពីចេញចាស់ក្មេងជាវិយាបច្ចៈអ្នកខ្វល់ខ្វាយរត់ទុកបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យតន្ត្រីពិនពិតនិតកងស្គរត្រូជាបៃឈ្មោះខំដេញដុំប្រគុំផ្លំកូតក្នុងកម្មវិធីបុណ្យអ្នកថតរូបអ្នកថតវីដេអូអ្នកបាក់មីក្រូអ្នកបាក់ធុងបាសសន្តិសុខសណ្ដាប់ធ្នាប់និងប៉ូលីសចរាចរណ៍ព្រមទាំងអ្នកតកង់ឡានជួយដឹកជញ្ជូនយាយដឹកជញ្ជូនតាអាចារ្យរៀបចំទានធូបបាយសីបរិយមលូស្លាអាសនៈក្នុងកម្មវិធីបុណ្យពុទ្ធបរិស័ទជាកូនជាចៅជាផៅតណ្ដានព្រៀងរៀននិងញាតិការទាំងអស់ប្រាថ្នាប្រយោជន៍ណាពោណាសូមឲ្យបានសម្រេចកំបីអខាន